ក្រុមលេខាធិការឋាននៃ OCB រវាងយោធាភូមិភាគទី5កម្ពុជានិងភូមិភាគទី1ថៃបានជួបប្រជុំគ្នានៅច្រកប៉ោលប៉ែតក្រុមលេខាធិការឋានគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ OBC យោធាភូមិភាគទី5ភាគីកម្ពុជានិងកងកម្លាំងភូមិភាគទី1ភាគីថៃបានចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួននាម៉ោង2រសៀលថ្ងៃទី27ខែមករានេះនៅច្រកអន្តរជាតិប៉ោលប៉ែតខេត្តបន្ទាយមានជ័យកម្ពុជាទល់នឹងខេត្តស្រះកែវថៃនេះបើតាមលោកស្រីម៉ាលីសុកចេតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក្នុងសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃអង្គារនេះលោកស្រីម៉ាលីសុកចេតាបញ្ជាក់ថាគណៈប្រតិភូលេខាធិការរបស់កម្ពុជាដឹកនាំដោយលោកសកឹមប៉ាប្រធានក្រុមលេខាធិការ OBC កម្ពុជារីឯគណៈប្រតិភូលេខាធិការរបស់ថៃដឹកនាំដោយលោកភីថាយ៉ាគុលពោធិសុវណ្ណប្រធានក្រុមលេខាធិការ OBC ថៃក្នុងកិច្ចប្រជុំនេះភាគីទាំងពីរនឹងពិភាក្សាលើខ្លឹមសារព្រមទាំងផ្លាស់ប្ដូរឯកសារគ្នាទៅវិញទៅមកដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ OBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី29ខែមករាឆ្នាំ2026ខាងមុខនេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្ថែមដូច្នោះ